បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាឥឡូវខ្ញុំបាទកំពុងតែស្ថិតនៅផ្សាររង្វង់មូលគួរស្រូវហើយថ្ងៃនេះខ្ញុំបាទនឹងនាំបងប្អូនអរគ្នាឲ្យស្គាល់ជាមួយនឹងតូបលក់បន្លែសុខភាពខ្មែរបន្លែដែលដាំដុះដោយកសិករខ្មែរបន្លែដែលមានគុណភាពហើយតម្លៃសមរម្យដូច្នេះសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលតែងតែស្វែងរកបន្លែណាដែលសុខភាពញ៉ាំទៅគឺមិនប៉ះពាល់សុខភាពឥឡូវនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាទៅស្គាល់ជាមួយនឹងតូបដែលលក់តែបន្លែខ្មែរបន្លែដែលដាំដុះដោយកសិករខ្មែររបស់យើងផ្ទាល់តែម្ដងអញ្ចឹងគឺស្ថិតនៅក្នុងផ្សាររង្វង់មូលគួរស្រូវនេះផ្ទាល់តែម្ដងចង់ដឹងថាតូបទីតាំងតូបនៅកន្លែងណានាំពុកម៉ែបងប្អូនអ្នកគ្នាទៅស្គាល់តូបដែលលក់បន្លែខ្មែរទាំងអស់គ្នាបាទនៅពេលដែលបងប្អូនមកដល់ផ្សាររង្វង់មូលគួរស្រូវបងប្អូនចូលតាមខ្លងទ្វារផ្សារពេលនោះនឹងឃើញច្រកបត់ឆ្វេងទី1សូមបងប្អូនបន្តទៅមុខរហូតដល់ច្រកបត់ឆ្វេងទី2ពេលទៅដល់សូមបងប្អូនបត់ចូលរួចបន្តដំណើរទៅមុខរហូតដល់ផ្លូវទាល់ចាំបត់ស្ដាំហើយក្រឡេកមើលនៅខាងឆ្វេងដៃបងប្អូននឹងឃើញផ្លាកដាក់ថាផ្សារហូយនកសិកម្មបាទហើយនេះគឺជាតូបលក់បន្លែសុខភាពខ្មែរដែលខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនហ្នឹងគឺជាតូបរបស់ផ្សារហូយនកសិកម្មផ្សារហូយនកសិកម្មមានលក់បន្លែសុខភាពជាច្រើនដូចជាស្ពៃតឿស្ពៃចង្កឹះស្ពៃក្រញាញ់ស្ពៃខ្មៅពេញប៉ោះឈើរីត្រកួនត្រសក់ទំពាំងខាត់ណាដើមសណ្តែកគួរខ្ញីនិងបន្លែជាច្រើនប្រភេទទៀតហើយបន្លែទាំងអស់នេះគឺសុទ្ធសឹងតែជាបន្លែដែលដាំដុះដោយកសិករខ្មែរដាំដុះក្នុងរោងផ្ទះសំណាញ់បន្លែមានគុណភាពសុវត្ថិភាពហើយពេលលោកអ្នកទទួលទានទៅគឺមិនប៉ះពាល់សុខភាពនោះទេចង់បានបន្លែសុខភាពដាំដុះដោយកសិករខ្មែរបន្លែមានគុណភាពតម្លៃសមរម្យកុំភ្លេចផ្សារហូយនកសិកម្ម